ជំរាបសួរបងប្អូនទាំងអស់គ្នាណាឥឡូវដើម្បីកុំឲ្យពិបាកខ្ញុំប្រើពាក្យថាលោកគ្រូតែម្ដងទៅដើម្បីឲ្យមានន័យទូលំទូលាយច្រើនព្រោះអ្នកដែលមានវ័យសបាខ្ញុំក៏រៀនបានប្អូនខ្ញុំក៏រៀនបានត្រូវជាកូនត្រូវជាក្មួយត្រូវជាចៅក៏ឲ្យរៀនបានណាថ្ងៃនេះគឺខ្ញុំលើកយកមេរៀនមកបង្ហាញហ្គីតាម្ដងលើកមុនខ្ញុំធ្វើមេរៀនអំពីការចុច piano ការលេងអកហើយធ្វើវីដេអូខ្លីធ្វើវីដេអូខ្លីអំពីការរៀនអកឥឡូវនេះខ្ញុំធ្វើវីដេអូអំពីហ្គីតាម្ដងគឺយើងរៀនកាត់យកតែម្ដងទៅបាច់ទៅរៀបរាប់ពីអំពីខ្សែនេះបងប្អូននៅតែអាចស្គាល់ដល់ខ្សែមីខ្សែស៊ីខ្សែសខ្សែរ៉េខ្សែឡាខ្សែមីអាចតែស្គាល់ខ្ទង់1ខ្ទង់2ខ្ទង់3 4 5 6ទៅបានហើយនឹងយើងចាប់ផ្ដើមរៀនតែម្ដងតែឥឡូវពេលនេះគឺយើងរៀននៅក្នុងហ្គាមសុលណាហ្គាមសុលគឺបងប្អូនមើលនៅក្នុងវីដេអូទៅខ្ញុំដាក់នៅហ្គាមនៅក្នុងនោះឲ្យនឹងខតអាកខ្ញុំប្រើអាកគោលចំនួន6អាកមាន major 3 minor 3ហើយអធិស្ឋានខ្ញុំមិនបានប្រើជាភាសាអង់គ្លេសទេខ្ញុំប្រើជាភាសាបារាំងព្រោះការពីចំនួនដែលខ្ញុំរៀនគឺខ្ញុំរៀនជាភាសាបារាំងព្រោះខាងនោះនៅក្នុងថ្នាក់រៀនកម្រិតទូទៅគឺភាសាបារាំងភាសាបារាំងជាភាសាគោលបន្ទាប់ពីភាសាខ្មែរយ៉ាងទៅហើយដែលភាសាអង់គ្លេសគឺយើងរៀនគួរក្រៅនេះមិនបានរៀនបាទដូចថាមួយចំនួននោះខ្ញុំរៀនពីនៅចំនួនសម្ដេចសៀននោះឥឡូវដើម្បីកុំឲ្យបយាយវែងឆ្ងាយណាយើងចាប់ផ្ដើម scale ហ្គាមសុលតែម្ដងដល់ចេញពីក្របសុលនេះទៅនេះសុលមួយដៃមួយសុលឡាស៊ីដូរេមីណាប៉ាជេសសុលឡាស៊ីដូរេមីប៉ាជេសសុលហើយយើងចាប់ផ្ដើមថយមកវិញសុលប៉ាជេសមីរេដូស៊ីណាឡាសុលប៉ាសុលប៉ាជេសមីរេដូស៊ីឡាសុលហើយបងប្អូនធ្វើអញ្ចឹងទៅធ្វើពីមួយរហូតដល់យើងញាប់ដែលយើងអាចរត់ឡើងចុះពីលើចុះក្រោមពីលើចុះក្រោមបានឥឡូវយើងទៅមួយសិនណានេះជាផ្លូវសុលចឹងបន្តមកទៀតគឺយើងហាត់អាកម្ដងអាកសុលណាយើងចាប់សុលនៅខ្ទង់ខាងលើនេះជាសុលណានេះសុលចាប៉ះក្បាលម៉ៃសុលនៅក្នុងនោះក៏ខ្ញុំដាក់នៅកំនោះបង្ហាញពីសិនសុលតមកយើងដាក់គាត់មីមីន័រមុនទៅហើយណាមីបាត់ដូតមករ៉េតមកកឡាមីន័រតមកកស៊ីមីន័រ
ចឹងដល់បងប្អូនតែចេះអាកទាំង6អាកទាំង6នេះគឺជាអាកគូលដែលយើងលេងបត់ក្នុងតង់សល់ solo ក៏នៅក្នុងក្របនឹងទាំង7ហើយខតអាកក៏នៅក្នុងក្របទាំង7ហ្នឹងដែរអត់មានចេញទៅក្រៅទេហើយបត់ចម្រៀងដែលគេលេងទៅនៅក្នុងខតសល់នោះគឺទាំង7ក្របហ្នឹងអាកគឺនៅក្នុងហ្នឹងអត់មានខុសពីហ្នឹងមានតែចូលក្របខ្មៅលើនៅក្នុងហ្នឹងគឺមានតែក្រប fa jazz មួយគត់ដែលជាក្របខ្មៅអញ្ចឹងយើងចាប់ផ្ដើមហាត់អាកមួយណាសល់ដូណាដូដូទេមកចូលសាដើមសល់វិញមកខ្ញុំឲ្យទីហោអំពីបទបំណាច់ចិត្តស្នេហ៍បំណាច់ចិត្តស្នេហ៍គឺគេយកអាកគេលេងជាក្បាលបទតែម្ដងណាចេញពីសល់មីដូរ៉េបងចាំស្ដាប់បំណាច់ចិត្តស្នេហ៍ស្ទើរតែលេបានស្ទើរតែលេបានណាយើងនេះជាឧទាហរណ៍អញ្ចឹងដល់ពេលដែលក្រោយដែលវារៀនហើយថាបងប្អូនមើលអាកនក្នុងហ្នឹងវីដេអូក្រោយខ្ញុំនឹងយកបទបំណាច់ចិត្តស្នេហ៍យកមកបង្ហាញបងប្អូនតើយើងកេះពីក្របណាទៅខ្ញុំធ្វើជាវីដេអូយឺតសម្រាប់ឲ្យបងប្អូនរៀនអរគុណប៉ុណ្ណឹងមេរៀនខ្ញុំប៉ុណ្ណេះសិនហើយយើងជួបគ្នានៅវីដេអូក្រោយទៀតហើយសូមកុំភ្លេចជួយចុច Subscribe អ្នកមួយដើម្បីបានវីដេអូថ្មីជាបន្តទៀតនឹងជាការផ្ដល់កម្លាំងចិត្តឲ្យលោកគ្រូព្រោះយើងរៀនទៅតាមអនឡាញដោយមិនអស់លុយទេណាឲ្យតែខំព្យាយាមមើលវីដេអូខ្ញុំនឹងអាចចេះបាទតែប៉ុណ្្នឹងទេចឹងប៉ុណ្ណឹងបាយជំរាបលា